បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងទៅរៀបចំយកឃ្មុំហើយនេះប្អូនចាប់ផ្ដើមធ្វើគប់ភ្លើងហ្នឹងបាទនេះអត់មានអីពិបាកទេគប់ងាយទេព្រោះឃ្មុំទៀបដែរមានស្លឹកសម្លាញងាប់ហើយនឹងស្លឹកស្ក្រំដើមស្ក្រំយើងរុំវាអញ្ចឹងទៅបាទងាយទេដោយសារតែឃ្មុំនេះបាទឃ្មុំវាទៀបនៅដើមយន្ទីទៀបអត់បាក់ធ្វើគប់អីញ៉ៃទេងាយនេះបាទឃ្មុំបាទហើយមាន2សបុកចិត្តនឹងបាទឃើញតកងវីស៊ីអុលទៅនឹងទៅដើរទៅមុខតិចទៀតទៅក៏ឃើញមកសបុកទៀតប៉ុន្តែឃ្មុំនេះជាឃ្មុំបូកូទេមិញហ្នឹងគឺឃ្មុំរាងធំគេហៅគេឃ្មុំជាអេគេណាអត់សូវស្គាល់ឃ្មុំដែរនេះបាទតែនេះឃ្មុំបូកូអត់ទាន់ដល់ពេលយកទេវាអត់ទាន់មានក្បាលទឹកទេវាទៅមិននៅដែរទេឃ្មុំនេះបាទហើយនេះបាទចាប់ដើមយកឲ្យប្អូនចូលយកហើយខ្ញុំជួយថតជួយអី ដើម្បីធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាមើលបាទទឹកឃ្មុំខែនេះនិយាយពីថាខាប់ល្អណាស់ពុកម៉ែបងប្អូនហើយបានអីពិបាករកមានគេឲ្យជួយរកឲ្យអីក៏យើងរកមិនបានដែរដោយសារតែពិបាករកអត់មានឃ្មុំហ្មងខាងខ្ញុំអត់មានឃ្មុំហ្មងយូរបានមកសបុកបានទឹកឃ្មុំនេះបានទឹកប្រហែល7 លីត្រទេហើយអត់បានលក់ដូរអីទេទុកប្រើខ្លួនឯងទេបាទយើងទុកប្រចាំការរហូតតែខ្ញុំអត់សូវដាច់ទឹកឃ្មុំទេដោយសារតែយើងទុកប្រើការពេលមានអាសន្នពេលអីចឹងទៅទឹកឃ្មុំហ្នឹងគឺវាបកែដែរបន្ទាប់ពីខ្ញុំថតពិបាកពេកឥឡូវឲ្យមិត្តភ័ក្តិថតនៅក្រោយមួយបាទហើយខ្ញុំកាន់គប់ឲ្យប្អូនជាឃ្មុំយកអញ្ចឹងណានិយាយពីថាឃ្មុំនេះកាចនិយាយពីកាចដល់កកាចយកបានហើយហ្នឹងដើរឡើងចង្អាយណាណីឯងដេញនិយាយពីដេញឡើងដល់ណាណីហ្មងតដាក់បានប៉ុន្មានមេបានឈប់ដេញដាក់អ្នកនៅក្រោយហ្នឹងឯងបាទនេះឲ្យប្អូនពងតាបោះរៀបចំនេះហើយរៀបចំជាហើយបាទនេះក្បាលទឹករបស់វាដោយសារតែបកងរៀងតូចដែរអញ្ចឹងក្បាលទឹកវាមិនសូវធំប្រហែលទេតែទឹកពេញល្អខ្ញុំយកប៉ះថ្ងៃសិលទឹកពេញឡើងបឹបហ្មងបាទទឹក7 លីត្រដែរយើងអាចទុកប្រើកាយបានដែរនេះបាទសាច់ឃ្មុំអីខ្ចីល្មមអានហើយបញ្ជាក់ម្ដងទៀតបងប្អូនបាទអត់មានទឹកឃ្មុំអីលក់ដូរអីទេនេះគ្រាន់តែវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាលេងកម្សាន្តទេបាទហើយបើសិនជាយកផ្ទាល់ចេះហើយអត់សុទ្ធទៀតដឹងថាមិនទេបាទដឹងនិយាយថាមិនទេបើថាប៉ុណ្្នឹងឯងគិតថាមិនសុទ្ធទៀតណានេះបាទទឹកឃ្មុំខែប្រាំងនេះខាប់ល្អណាស់បាទហើយយើងបានសាច់មកអាំងដែរសាច់វាដាក់អត់ទាន់ពេញដែរទេបាទដាក់បានពាក់កណ្ដាលផ្លិតបាទប៉ុន្តែខ្ចីល្មមអាំងបាទនេះបាទឃ្មុំបាទយើងយកមកដល់ផ្ទះហើយនេះសាច់ឃ្មុំខ្ចីល្មមអាំងបាទមកអែមហ្មងបាទហើយទឹកឃ្មុំនេះបាទទឹកឃ្មុំបានមកដុំដែរនេះមកដុំធំដែរបាទប៉ុន្តែក្បាលទឹកវាបានប៉ុណ្្នឹងឯងដោយសារតែបកងតូចក្បាលទឹកប៉ុណ្្នឹងវាធំហើយបាន7 លីត្រដែរបាទសម្រាប់ទុកសម្រាប់ប្រើការណា